ប្អូននៅក្នុងវីដេអូនេះគឺយើងមករកដំណោះស្រាយថាតើអាចព្យាបាលបញ្ហាសរសៃឡើងប៉ោងនៅអញ្ជើញឬក៏ចាញ់សរសៃពីងពីងហ្នឹងណាយើងដោះស្រាយព្យាបាលវាបានដោយរបៀបណាអញ្ចឹងបងប្អូនតោះយើងចូលមកតាមដានទាំងអស់គ្នាបងប្អូននឹងស្វែងយល់អ្វីគ្រប់យ៉ាងថាវាជាអីគេហេតុអីមិនកាត់វាឡើងក៏ដូចជាការព្យាបាលនិងការបង្ការផងដែរអញ្ចឹងពួកនេះគឺពាក្យបច្ចេកទេសយើងហៅថា varicose vein ហើយជាមួយនឹង spider vein ដែលកើតនៅលើជើងបងប្អូននឹងអញ្ចឹងគឺវាធ្វើឲ្យសរសៃឈាមឡើងប៉ោងហើយនៅក្បែរហ្នឹងគឺអាចចេញជាសរសៃពីងពីងដែលអមនៅក្បែរនឹងទៀតអញ្ចឹងបងប្អូនដែលឆ្ងល់ថាវាមកពីរឿងអីតាមពិតវាកើតឡើងនៅពេលដែលមានការដាក់សម្ពាធទៅលើសរសៃវ៉ែនរបស់បងប្អូនព្រោះឈាមវាត្រូវហូតពីជើងអញ្ចឹងឈាមវាត្រូវហូតអញ្ចឹងឡើងទៅលើបេះដូងប៉ុន្តែនៅពេលដែលបងប្អូនរៀងធ្ងន់ឬក៏បងប្អូនឈរច្រើនគួយច្រើនពេកហើយនឹងដូចមានអីសកត់ដូចស្ពេកអីធ្ងន់ក៏ដោយអញ្ចឹងកត្តាទាំងអស់ហ្នឹងអាចដោយសារអាយុច្រើនក៏មានអញ្ចឹងអីក៏ដោយដែលថាដាក់សម្ពាធទៅលើសរសៃវ៉ែនហ្នឹងគឺវាធ្វើឲ្យឡើងប៉ោងហីចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងសញ្ញានៃ varicose vein នេះគឺមានដូចជាការដែលឡើងប៉ោងដុំនៃសរសៃវ៉ែនដែលបងប្អូនឃើញតែម្ដងហើយគឺថាអាចនឹងបងប្អូនមានអារម្មណ៍ថាជើងនឹងវារៀងធ្ងន់សាច់ដុំនៅជើងនឹងវាដូចជាអស់កម្លាំងបបាក់លើកជាពិសេសក្រោយពេលដែលយើងធ្វើលំហាត់ប្រាណ activity អីហើយហ្នឹងហើយក្រៅពីនឹងទៀតគឺបងប្អូនអាចនឹងមានអារម្មណ៍ដូចជាការរមាស់ឬក៏ឈឺហើយក៏ដូចជាការដែលហើមឈឺខ្ទប់អីនៅហ្នឹងក៏មានដែរអញ្ចឹងតោះបងប្អូនយើងមកយល់អំពីថាតើអាចព្យាបាលបានដោយរបៀបណាអញ្ចឹងការព្យាបាលនេះដែរគឺក្នុងដំណាក់កាលធំស្រាលបងប្អូនទៅចាប់អានឃើញវាគឺយើងអាចដោះស្រាយមកវិញបានបងប្អូនអាសាលើកជើងឡើងលើឲ្យផុតពីចង្កេះមកធ្វើអីដើម្បីឲ្យឈាមហ្នឹងវាហូតមកវិញអញ្ចឹងបងប្អូនអញ្ចឹងគឺអាចធ្វើបែបហ្នឹង2ទៅ3ដងក្នុងមួយថ្ងៃឲ្យបានច្រើនកាន់តែច្រើនដងកាន់តែល្អហើយ recommend បងប្អូនឲ្យទៅមើលវីដេអូដែលគេធ្វើ exercise ចលនាធ្វើម៉េចជួយសម្រួលដល់ varicose vein នឹងបានណាដែលបងប្អូនអាចទៅរកវីដេអូហ្នឹងនៅក្នុង description box នៅខាងក្រោមបានមួយទៀតគឺបងប្អូនប្រើពពួក stocking ដែលយឺតអានេះវាដូចជាស្រោមជើងអញ្ចឹងបងប្អូនតែរបៀបវែងហើយយឺតដែលជួយ support ដល់រឿង varicose vein នឹងតែម្ដងគឺនៅពេលដែលបងប្អូនពាក់វាទៅគឺវាហត់ណាអញ្ចឹងគឺវាជួយសម្រួលដល់ការហូតរបស់ឈាមនៅក្នុងសរសៃឈាមហ្នឹងអញ្ចឹងចំពោះថ្នាំដោះស្រាយបញ្ហា varicose vein ហ្នឹងគឺមានថ្នាំមួយប្រភេទឈ្មោះ brand name នោះគឺ Daflong អញ្ចឹងចំពោះដូសនៅក្នុងការប្រើថ្នាំ Daflong សម្រាប់ដោះស្រាយលើបញ្ហា varicose vein ហ្នឹងគឺយើង recommend នៅក្នុងការប្រើ Daflong ហ្នឹងគឺ500 mg មួយថ្ងៃ2ដងថ្ងៃត្រង់ជាមួយបាយម្ដងហើយបាយល្ងាចម្ដងអញ្ចឹងបងប្អូនមួយថ្ងៃ2ដងថ្ងៃល្ងាចនៅពេលបាយអញ្ចឹងគឺថាបងប្អូនអាចប្រើនៅក្នុងរយៈពេល2សប្តាហ៍ទៅ1ខែដើម្បីឃើញប្រសិទ្ធភាពនៃការដែលជួយដោះស្រាយទៅលើ varicose vein ហ្នឹងអញ្ចឹងចង់បញ្ជាក់ផងដែរថាដូសនេះគឺដូសសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះអូខេបងប្អូនទាំងអស់គ្នាក្រៅពីនឹងទៀតករណីដែលរៀងធ្ងន់នោះគឺបងប្អូនត្រូវទៅជួបគ្រូពេទ្យឯកទេសខាងសរសៃឈាមនឹងតែម្ដងជាទូទៅចំពោះការដោះស្រាយទៅលើ varicose vein ហ្នឹងគឺនៅមានដំណោះស្រាយផ្សេងទៀតដែលអាចអនុវត្តបានដោយវិជ្ជបណ្ឌិតចឹងគ្រូពេទ្យអាចនឹងអនុវត្តវិធីមួយដូចគេហៅថាជា sclerotherapy ដូចជាការចាក់ថ្នាំទៅកន្លែងសរសៃវ៉ែនហ្នឹងហ្មងឲ្យថាអញ្ចឹងទេឲ្យវាឈប់ចឹងហ្មងទៅហើយឲ្យឈាមហូតនៅសរសៃឈាមផ្សេងចឹងអានឹងវាคล้ายទៅជាលិកាជា scar tissue វិញដែលបងប្អូនលេងប្រើទៀតហើយទៀតទៅវានឹងទៅជាស្នាមហើយក៏ fade បាត់ទៅតាមនឹងចឹងទៅហើយមួយទៀតគឺអាចដូចជាការដែលធ្វើ laser therapy ក៏ដូចជាការដែលធ្ងន់នោះក៏គេអាចនឹងធ្វើការវះកាត់នៅសរសៃ varicose vein នឹងចេញតែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងជាមួយនឹងការព្យាបាលគឺបងប្អូនក៏ត្រូវបង្ការកុំឲ្យវាឡើងមកវិញផងដែរព្រោះថាសំខាន់មែនតើបងប្អូនហើយនេះគឺថាម្លងពេលព្យាបាលគឺបងប្អូនក៏អាចអនុវត្តវាដើម្បីឲ្យឆាប់ជាបើបងប្អូនព្យាបាលហើយបងប្អូនអត់ដឹងថាឬគោមកពីអីហើយអត់ប្រការទេគឺវាមិនងាយទេអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺថាបងប្អូនត្រូវជៀសវាងការឈរយូរឬក៏អង្គុយយូរអញ្ចឹងណាហើយបើសិនជាបងប្អូនជាអ្នកដែលមានទម្ងន់ធ្ងន់គឺត្រូវតែធ្វើម៉េចសម្រក់ទម្ងន់ឯងកុំឲ្យវាដាក់សម្ពាធមកលើជើងយើងអញ្ចឹងហើយមួយទៀតបើសិនជាបងប្អូនមានស្ពាយអីធ្ងន់ធ្ងរហ្នឹងគឺត្រូវតែកាត់បន្ថយហើយមួយទៀតគឺបងប្អូនត្រូវតែ
មានចលនាបានច្រើនអាសាធួចលនាដើរឬក៏អីក៏ដោយកុំឲ្យនៅមកកន្លែងណាបងប្អូនដើម្បីឲ្យឈាមវាហូរស្រួលនៅក្នុងសរសៃឈាមរបស់បងប្អូននឹងចឹងដោយបងប្អូនដឹងខ្លួនថាខ្លួនឯងឈរយូរអង្គុយយូរឬក៏មិនចឹងគឺបងប្អូនអាចលើកជើងធ្វើ exercise ដែលបងប្អូនអាច check មើលនៅក្នុងវីដេអូហ្នឹងទៅគឺលើកជើងលើកអីចឹងឲ្យឈាមហ្នឹងវាហូតមកចឹងទៅបងប្អូនគឺថាវាជួយបង្ការបានហើយជាជាងការវាកើចេញមកចឹងហើយមួយទៀតដែរគឺបងប្អូនអាចប្រើនៅ compression stockings ដែលថាដូចខ្សោមជើងដែលពាក់ដើម្បីប្រឹតចឹងណាចឹងការពាក់កៅអៅហ្នឹងក៏សំខាន់ដែរបងប្អូនធ្វើពុំមិនពាក់ឲ្យលំហូរឈាមហ្នឹងហូតស្រួលបងប្អូនអត់អាចពាក់អីហត់ពេកទេដែលវាបង្អាក់ដល់ការហូតលំហូរឈាមយើងស្រួលណាបងប្អូនចឹងសំខាន់មែនទែនជាពិសេសនៅចង្កេះខោនឹងតែម្ដងកុំឲ្យវាតឹងពេកអូខេបងប្អូនទាំងអស់គ្នាចឹងទាំងអស់នេះហើយគឺជាវិធីសាស្ត្រនៅក្នុងការព្យាបាលក៏ដូចជាការបង្ការនៅបញ្ហា varicose vein និង spider vein នឹងផងដែរជុំបើសិនជាបងប្អូនយល់ថាវីដេអូនេះគឺវាមានប្រយោជន៍ផ្ដល់គំនិតក៏ដូចជាវិធីនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយបងប្អូនកុំភ្លេចយកទៅអនុវត្តបើបានលទ្ធផលល្អប្រសើរហើយក៏កុំភ្លេចយកមក share ចែករំលែកគ្នានៅក្នុង comment ខាងក្រោមផងដែរចឹងអរគុណបងប្អូនច្រើនមែនទែនសម្រាប់ការតាមដានពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនចូលចិត្តវីដេអូនេះគឺថាកុំភ្លេចធ្វើការ like share ក៏ដូចជា subscribe ទៅ Therapy Times ផងណាចឹងអរគុណច្រើនមែនទែនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត